បាទសូមស្វាគមន៍មកកាន់ Channel សុបិននឹងជំនឿហើយខ្ញុំបាទក៏សូមលើកយកអត្ថបទមួយដែលមានចំណងជើងថាអស់ចានណាស់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំអាសាញ់មមីជូតខាលចស្អែកនេះទេវតាទ្របនៅចាំមាត់ទ្វេតែម្ដងបាទជាដឹងថាមានអត្តន័យយ៉ាងដូចម្ដេចនោះមុននឹងខ្ញុំបាទជម្រាបជូននៅអត្ថបទមួយនេះសូមពុកម៉ែបងប្អូនចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបាននៅជោគជតារាសីថ្មីពី Channel របស់ខ្ញុំបាទជារៀងរាល់ថ្ងៃបាទកុំឲ្យខាត់ពេលខាត់វេលាយូរនោះសូមអញ្ជើញតាមដានសន្តាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទឆ្នាំមាសទាំង5មានសំណាងល្អហោមាសហោប្រាក់ចូលផ្ទះទាំងព្រឹកប្រលឹមស្អែកនេះដែលតាមហោរាសាស្ត្រចិនសែដ៏ល្បីល្បាញមួយរូបរបស់ចិនសែបានអះអាងថានៅព្រឹកថ្ងៃស្អែកនេះឆ្នាំមាសទាំង5មានលៀបហោចូលខ្លាំងហោចូលដោយទឹកបាក់ទំនប់លុយធំហោចូលមកឈឹបដែលជាថ្ងៃជោគថ្ងៃជ័យថ្ងៃសិរីមង្គលដ៏ក្រៃលែងសូមអស់លោកអ្នកដែលកើតឆ្នាំទាំង5នេះបួងសួងសំលៀបសំណាងឥឡូវនេះលេខដែលនាំលៀបសំណាងគឺលេខ359ពណ៌ដែលនាំលៀបសំណាងគឺពណ៌ក្រហមពណ៌ខៀវនិងពណ៌សមានលៀបមានជ័យមានសិរីសួស្តីនៅក្នុងថ្ងៃស្អែកនេះជាមិនខានបាទសម្រាប់អស់លោកអ្នកដែលកើតឆ្នាំអាសាញ់ពោះមានបារមីដែលជាមានបារមីខ្លាំងក្លាសូមខមមិនលេខ168រាសីគឺថាឡើងខ្ពស់ត្រដែតនៅថ្ងៃនេះជីវិតរបស់អស់លោកអ្នកភ្លឺថ្លាមានភាពរុងរឿងការងារប្រកបទៅដោយភាពរីកចម្រើននិងការរកកម្រៃទៀតសោតរមែងតែងតែទទួលបានផលចំណេញកប់ពពកនៅថ្ងៃនេះដែរលោកអ្នករកស៊ីទទួលទានមិនថាធ្វើអ្វីនោះទេមានការលូតលាស់គួរជាទីពេញចិត្តលុយកាក់ហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃរីឯការធ្វើដំណើរទីចិត្តឆ្ងាយជួបតែភាពសុខក្សេមក្សាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពរុងរឿងទៅមុខនិងការជឿទុកចិត្តគ្នាប្រពៃបំផុតបាទសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមីសេះមានបារមីដែលជះមានរិទ្ធអំណាចតាក់ទាញមនុស្សជួយជ្រោមជ្រែងឲ្យសម្រេចការងារតូចធំដើម្បីអនាគតក្លាយជាគ្រួសារដែលមានទ្រព្យសម្បត្តិមហាសាលហើយសូមខមមិនលេខ521យកលៀបសម្បត្តិមហាសេដ្ឋីនៅថ្ងៃហេងថ្ងៃលៀបលុយធំចូលផ្ទះរាល់ថ្ងៃនេះបិតាអ្នកការាជប្រទានលុយចូលហោហៀការងាររកស៊ីទទួលទានគ្រប់ច្រកល្ហកជួបតែភាពសុខសប្បាយទទួលបានលាភជ័យនិងប្រកាសហោចូលមកគ្រប់ទិសទីចំណែកការធ្វើដំណើរទៅណាមកណាជួបតែសេចក្តីសុខក្សេមក្សាន្តជាប់ខ្លួនរហូតការរកស៊ីទទួលទានឬការជួញដូរបើលោកអ្នករវិះរវាងដៃជើងតែបន្តិចទ្រព្យសម្បត្តិប្រកាសជាធ្លាក់មកលើដៃអ្នកជាមិនខានរីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាតែងតែមានសេចក្តីសុខក្សេមក្សាន្តនឹងគ្នាបើលោកអ្នកពុំទាន់មានគូគប់ភ្ជាប់និស្ស័យទេពេលនេះជាពេលវេលាល្អបំផុតក្នុងការស្វែងរកមិត្ត100ឆ្នាំប្រចាំជីវិតបាទសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតសូមខមមិន432កណ្ដុរទេវតាថែរក្សាមានលៀបមានសំណាងនាំមាសប្រាក់ចូលដល់ផ្ទះសូមខមមិនលេខ789ហើយម៉ោងដែលនាំលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង9យប់លេខដែលនាំលៀបសំណាងគឺលេខ17និងលេខ22ពណ៌ដែលនាំលៀបសំណាងគឺពណ៌លឿងនិងពណ៌ស្វាយនៅថ្ងៃនេះមានពន្លឺរស្មីចែងចាំងភ្លឺឆ្វេងពីលើអាកាសដូច្នោះមានលៀបមានជ័យឈ្នះអស់មេសត្រូវនឹងនាំលៀបនាំសំណាងនាំសុភមង្គលជូនដល់ឆ្នាំជូតបើលោកអ្នកធ្វើការផ្លាស់ប្ដូរអ្វីតែងតែផ្ដល់ផលល្អនិងផលជាផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ចរាល់ការងាររកស៊ីទទួលទានរបស់អស់លោកអ្នកមានលៀបមានជ័យមានលុយចូលច្រើនសន្ធឹកសន្ធាប់និងមានអ្នកនាំប្រាក់មកឲ្យដល់ផ្ទះក៏ថាបាន
ចំណែកការធ្វើដំណើរទៅទីជិតឆ្ងាយតែងតែជួបសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្រពៃណាស់បាទសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាលខ្លាមានបារមីដាច់ជះមានបារមីខ្លាំងក្លាសូមខមមិនលេខ449រាសីគឺថាឡើងខ្ពស់ត្រដែតការងាររកស៊ីទទួលទានរបស់អស់លោកអ្នកមានភាពរលូនទៅមុខនិងធ្វើអ្វីក៏តែងតែជឿនលឿនយ៉ាងកប់ប្រសើរនៅថ្ងៃនេះដែរបើលោកអ្នកមានទំនាក់ទំនងការងារឬក៏ចាត់ចែងកិច្ចការងាររមែងតែងតែបានសម្រេចនិងទទួលបានជោគជ័យផងដែរការរៀបចំការងារឬចាត់ចែងប្រកាសតែងតែមានភាពប្រព្រឹត្តទៅដោយចំទិសដៅយ៉ាងកប់ប្រសើរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅពេលនេះប្រៀបដូចបានទៅនឹងដំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃមានន័យថាមុខរបររបស់អស់លោកអ្នកកាក់កបកាន់តែខ្លាំងព្រោះតែកំចាត់នៅឧបទ្រពចង្រៃឲ្យវិនាសទាំងអស់ដូច្នោះពេលនេះជាពេលវេលាល្អបំផុតសម្រាប់អស់លោកអ្នកក្នុងការប្រកបមុខរបរពេញដៃពេញជើងបានហើយរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានភាពស្រស់ស្រាយរកគ្នាជានិច្ចបាទសម្រាប់អស់លោកអ្នកដែលកើតឆ្នាំចសំណក់ស្ដេចចិញ្ចឹមមានប្រាជ្ញាឆ្លាតវៃមានគំនិតភ្លឺថ្លាមានបារមីខ្លាំងក្លាប្រាថ្នាអ្វីរមែងតែងតែបានសម្រេចដោយកប់បំណងសូមខមមិនលេខ768យកលៀបសម្បត្តិទេវតាទ្រព្យថ្ងៃហេងថ្ងៃលៀបថ្ងៃជ័យលុយចូលណែនផ្ទះពីថ្ងៃនេះតទៅទេវតានឹងប្រទានទ្រព្យសម្បត្តិមហាសទ្ធិមានលៀបមានជ័យមានលុយចូលហូហៀរាល់ការងាររកស៊ីទទួលទានរបស់អស់លោកអ្នកលុយកាក់ហូរចូលដូចទឹកបាក់ទំនប់ប្រញាប់កើបប្រាក់ទុកឲ្យបានល្អចំណែកការធ្វើដំណើរទៅទីណាមកណាពុំមានបញ្ហាកើតឡើងនោះទេមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញជានិច្ចរីឯសម្ព័ន្ធភាពគូស្នេហ៍ស្វាមីភរិយាកំឡោះក្រមុំមានតែភាពស្រស់ស្រាយរកគ្នានិងលោកល្អឿនគូជាទីកប់ចិត្តបាទសម្រាប់អត្ថបទមួយនេះផងដែរខ្ញុំបាទក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជាចុងក្រោយប្រសិនបើមានការលើសលួសឬក៏ខ្វះខាតត្រង់ប្រការណាមួយសូមអធិស្ឋានដល់រូបខ្ញុំបាទផងហើយខ្ញុំបាទក៏សូមជូនពរដល់ពុកម៉ែបងប្អូនក្នុងការធ្វើដំណើរទីជិតឆ្ងាយសូមឲ្យប្រកបទៅដោយសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញនិងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារហើយខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា